ក្រោយពីអានសភៅមួយក្បាលនេះហើយខ្ញុំចាប់ផ្ដើមដឹងខ្លួនថាហេតុអីក៏ចេះតែខ្ជិលអត់ចង់ទៅណាអត់ចង់ធ្វើអីចង់តែសង្ងំក្នុងបន្ទប់ដេកចុចទូរស័ព្ទហេតុអីក៏មានម៉ាយតាមានក្តីសម័យចង់ធ្វើនេះធ្វើនោះតែធ្វើបានបន្តិចក៏រៀងធុញទាញទូរស័ព្ទមកអូស Facebook អូស TikTok ពី5នាទីទៅជា1ម៉ោងអូសរហូត scroll រហូតវីដេអូមួយទៅវីដេអូមួយទៀតហើយ screen time ទូរស័ព្ទហ្នឹងគឺចូល10ម៉ោងក្នុងមួយថ្ងៃទៅហើយហេតុអីពិភពលោកកាន់តែអភិវឌ្ឍជីវិតរស់នៅកាន់តែស្រួលប៉ុន្តែអ្នកកើត depression anxiety ADHD គឺកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំហើយចំនួនអ្នកលើសគីឡូអ្នកកើតទឹកនោមផ្អែមអ្នកលាងឈាមហ្នឹងគឺមានចំនួនច្រើនទៅអ្វីគ្រប់យ៉ាងគឺសត្វតែតាក់ទងជាមួយនឹងសារជាតិណឺរ៉ូនមួយនៅក្នុងខួរក្បាលហៅថា dopamine គឺជាសារជាតិបញ្ជូនសរសៃប្រសាទភ្ជាប់ជាមួយនឹងអារម្មណ៍សប្បាយចិត្ត motivation ការផ្លាស់ទីនិងជាពិសេសនឹងគឺជាអ្នកនៅពីក្រោយចំណង់ចង់ធ្វើអីមួយហេតុអីក៏ចង់ញ៉ាំអាហារហេតុអីក៏ចង់ចុចទូរស័ព្ទហេតុអីក៏ចង់ទិញអីវ៉ាន់អនឡាញហេតុអីក៏ចង់អស់ TikTok ហេតុអីក៏ចង់ខំរៀនហេតុអីក៏ចង់ខំធ្វើការរស់ស៊ីចង់ជក់បារីផឹកស្រាជក់កាឆាមើលផននិយាយទៅហេតុអីក៏យើងញៀននឹងសកម្មភាពអីមួយហើយចង់ធ្វើវាដដែលរហូតហើយវាក៏ជាអ្វីដែលអ្នកនិពន្ធឈ្មោះ Anna Lembke ព្យាយាមបញ្យល់យើងនៅក្នុងសៀវភៅមួយក្បាលរបស់គាត់ដែលមានចំណងជើងថា Dopamination ដោយគាត់នឹងគឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Stanford University ហើយក៏ជាគ្រូពេទ្យផ្លូវចិត្តជំនាញខាង addiction ឬក៏ការញៀនអីមួយហើយនៅក្នុងសៀវភៅនេះអ្នកនិពន្ធគឺនឹងបង្ហាញយើងថាបើសិនជាយើងយល់ពី Dopamine ច្បាស់យើងនឹងគឺនឹងអាចមានម្ចាស់ការលើខ្លួនឯងហើយក៏សម្រេចចិត្តទៅលើសកម្មភាពប្រចាំថ្ងៃផងដែរអ្វីដែលគួរធ្វើហើយអ្វីដែលមិនគួរធ្វើដើម្បីស្រួលយល់ Dopamine នឹងគឺជាអ្នកនាំសារទៅកាន់ខួរក្បាលថាសកម្មភាពមួយនឹងគឺធ្វើឲ្យយើងមានអារម្មណ៍ល្អអញ្ចឹងហើយយើងមានចំណង់ចង់ធ្វើវាសារជាថ្មីហើយ keyword នឹងគឺចំណង់ឬក៏ motivation នឹងឯងពីមុនគេគិតថា Dopamine នឹងគឺគ្រាន់តែទាក់ទងជាមួយនឹងរង្វាន់នៅពេលយើងធ្វើអីមួយដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ Dopamine នឹងគឺនឹងបញ្ចេញមកប៉ុន្តែជាក់ស្ដែងទៅតួនាទីដ៏សំខាន់របស់វាមួយទៀតគឺទាក់ទងនឹងចំណង់រុញយើងឲ្យបញ្ចេញសកម្មភាពឲ្យទទួលរង្វាន់បាននឹងនៅក្នុងការពិសោធន៍មួយរបស់អ្នកវិទ្យាសាស្ត្រទៅលើសត្វកណ្ដុរពីរក្បាលដាក់ក្នុងប្រអប់ដែលមានបតុងមួយនៅពេលដែលចុចទៅវាគឺនឹងបញ្ចេញចំណីឲ្យសត្វកណ្ដុរនឹងស៊ីបន្តមកទៀតចំពោះសត្វកណ្ដុរទី1គឺគេទុកឲ្យមាន Dopamine នៅក្នុងខួរក្បាលធម្មតាចំណែកឯកណ្ដុរទី2វិញអ្នកវិទ្យាសាស្ត្រនឹងគឺបានចាក់ថ្នាំកាត់ផ្ដាច់ Dopamine មិនឲ្យបញ្ចេញនោះទេហើយនៅពេលដែលគេសង្កេតមើលទៅសត្វកណ្ដុរទាំងពីរនឹងគឺនៅតែចុចប៊ូតុងបញ្ចេញចំណីនឹងហើយស៊ីចំណីយ៉ាងឆ្ងាញ់ដដែលហើយអ្វីដែលគួរចាប់អារម្មណ៍នោះនៅពេលដែលគេផ្លាស់ទីកណ្ដុរចេញពីប៊ូតុងមួយនឹងប្រវែងខ្ទង់មួយចង្អាមដល់20សង់ទីម៉ែត្រចំពោះសត្វកណ្ដុរដែលមាន Dopamine ធម្មតានឹងគឺវាបានរត់ទៅចុចប៊ូតុងនឹងដដែលដើម្បីស៊ីចំណីដូចមុនប៉ុន្តែចំពោះសត្វកណ្ដុរដែលអត់មាន Dopamine នៅក្នុងខួរក្បាលវិញវានឹងគឺនៅស្ងៀមអត់មានផ្លាស់ទីអីនោះទេត្រឹមតែមួយចង្អាមសោះគឺវាអត់ដើរទៅស៊ីចំណីឡើយសុកចិត្តដេកអត់ចំណីឲ្យងាប់តែម្ដងហើយតាមរយៈការពិសោធន៍មួយនឹងយើងគឺអាចឃើញហើយថានៅពេលដែលអត់មាន Dopamine យើងនឹងគឺនៅតែ enjoy រង្វាន់បានដដែលនៅតែធ្វើសកម្មភាពដែលបញ្ចេញអារម្មណ៍ល្អនឹងប៉ុន្តែបែរជាអត់មាន motivation ឬក៏កម្លាំងចិត្តទៅធ្វើសកម្មភាពអីផ្សេងនោះទេដូចជាពេលខ្លះយើងគឺរៀងខ្ជិលអត់ចង់ធ្វើអីអត់ចង់ទៅណាគឺរៀងហត់ណាស់ប៉ុន្តែនៅដេកចុចទូរស័ព្ទបាននៅអូស TikTok បាននៅលេងហ្គេមបាននៅ order ម្ហូបឆ្ងាញ់មកញ៉ាំបានដដែលប៉ុន្តែបើសិនជាត្រូវអង្គុយរៀនធ្វើ assignment អង្គុយធ្វើការទៅហាត់ប្រាណឬក៏ធ្វើអ្វីដែលពិបាកដែល challenge តែអភិវឌ្ឍខ្លួនឯងបែរជាអស់កម្លាំងអត់មានអារម្មណ៍ចង់ធ្វើហើយអាហ្នឹងហើយគឺយើងកំពុងតែស្ថិតនៅក្នុងតំបន់ហៅថា low dopamine state នោះឯងសំណួរគឺថាតើវាដំណើរការរបៀបម៉េចហេតុអីក៏យើងមានអារម្មណ៍ចឹងការពិតទៅ dopamine គឺមានសារៈសំខាន់មែនទែនក្នុងការវិវត្តខ្លួននៃមនុស្សសត្វទាំងអស់វាគឺជា motivation ជាអ្នកជំរុញយើងឲ្យទៅស្វែងរករង្វាន់ដែលធ្វើឲ្យយើងមានអារម្មណ៍ល្អរង្វាន់នោះគឺដូចជាចំណីអាហារទ្រព្យសម្បត្តិការអភិវឌ្ឍខ្លួននិងជាពិសេសគឺទៅស្វែងរកដៃគូបង្កើតកូនបន្តពូជមនុស្សលោកឲ្យទៅមុខទៀតនោះឯងបើយើងត្រឡប់ទៅកាន់ 12000 ឆ្នាំមុនដើម្បីបានចំណីអាហារយើងគឺត្រូវចូលព្រៃដេញប្រមាញ់សត្វយើងត្រូវស្វែងរកដើមឈើបេះផ្លែឈើម្ហូបបើសិនជាចង់ញ៉ាំទឹកគឺយើងទៅស្វែងរកទន្លេស្វែងរកបឹងអីជាដើមហើយនៅពេលដែលយើងបានជោគជ័យគឺយើងនឹងទទួលបាន reward ឬក៏រង្វាន់នឹងឯងរាប់ពាន់ឆ្នាំក្រោយមកទៀតនៅពេលដែលមនុស្សលោកយើងចាប់ផ្ដើមចេះចិញ្ចឹមសត្វធ្វើស្រែដាំដំណាំឬក៏ដាំផ្លែឈើអីយើងអត់ចាំបាច់ត្រូវចូលព្រៃប្រមាញ់សត្វទៀតនោះទេប៉ុន្តែដើម្បីបានរង្វាន់ឬក៏ចំណីអាហារនឹងយើងនៅតែត្រូវឆ្លងកាត់ដំណាក់កាលខិតខំធ្វើការដដែលគឺដូចជាធ្វើស្រែដាំដំណាំថែទាំសត្វអីជាដើមគឺថាមាន Dopamine គឺយើងមាន motivation មានកម្លាំងចិត្តឲ្យខិតខំធ្វើការឬក៏ effort បន្ទាប់មកយើងនឹងទទួលបានរង្វាន់ឬក៏ reward ហើយក៏បញ្ចេញ
โดปามีนเตียนตลอดมาการเป็นปัจจุบันវិញអារូបមន្តនឹងគឺនៅតែដំណើរការដដែលនឹងគ្រាន់តែបញ្ហានោះគឺថាបច្ចេកវិទ្យាកាន់តែទំនើបជីវិតកាន់តែស្រួលហើយយើងគឺអាចទទួលបាន reward ដោយមិនចាំបាច់ឆ្លងកាត់ effort ឬក៏ការខំប្រឹងនោះទេទាញទូរស័ព្ទមកគឺដូប៉ាមីនបើក TikTok មកគឺដូប៉ាមីន Facebook YouTube social media game នេះគឺសុទ្ធតែដូប៉ាមីនចំណីអាហារគ្រឿងកំប៉ុងជាតិស្ករស្រាបារីឬក៏ផលនេះហ្នឹងគឺគ្រោះថ្នាក់មែនទែនដោយសារតែវាចេញដូប៉ាមីនច្រើនហើយគូក្បាលរបស់យើងហ្នឹងគឺវាបែងចែកអាដូប៉ាមីនល្អនិងមិនល្អអត់ដាច់នោះទេវាដឹងត្រឹមថាអាសកម្មភាពមួយហ្នឹងគឺចេញដូប៉ាមីនច្រើនចឹងហើយវានឹងជំរុញយើងឲ្យធ្វើសកម្មភាពនឹងដដែលទៅយូរក៏ខ្លាយទៅជា addiction ឬក៏ញៀនចំពោះ key idea ដ៏សំខាន់នៅក្នុងសភៅមួយក្បាលនេះ dopamine system នៅក្នុងខួរក្បាលរបស់យើងនឹងគឺវាចង់បានតុល្យភាពឬក៏ balance ឲ្យស្មើគ្នារវាងអារម្មណ៍ល្អនិងអារម្មណ៍មិនល្អរវាងស្រួលជាមួយពិបាក pain ជាមួយនឹង pleasure យើងអាចសម័យបានថានៅក្នុងខួរក្បាលរបស់យើងគឺមានចិញ្ចីងមួយនៅពេលដែលយើងធ្វើសកម្មភាពណាដែលបញ្ចេញអា dopamine ឬក៏ pleasure នឹងខ្លាំងដូចជា TikTok game ស្រាបារីផលនេះនឹងអាចចិញ្ចីងមួយនឹងគឺត្រេទៅម្ខាងហើយដូច្នេះហើយបានជាខួរក្បាលយើងនឹងគឺនឹងបញ្ចេញប៉ូលីសឲ្យមកសង្កត់ម្ខាងទៀតដែលជា pain ដើម្បីបានតុល្យភាព balance ហើយអា pain នឹងមិនមែនសំដៅលើការឈឺចាប់ផ្ទាល់អីនោះទេប៉ុន្តែវាគឺជាអារម្មណ៍អវិជ្ជមានអារម្មណ៍រាងហត់ធុញ boring ខ្ជិលអស់កម្លាំងអត់ចង់ធ្វើអី anxiety ឬក៏អត់មាន motivation អីជាដើមអញ្ចឹងហើយបានជាក្រោយយើងញ៉ាំអាហារដែលមានជាតិស្ករច្រើនយើងនឹងវិលមុខអស់កម្លាំងងុយគេងនៅពេលដែលដេកចូលទូរស័ព្ទអូស TikTok លេងហ្គេមប្រហែលម៉ោងជាប់គ្នាយើងនឹងអស់អារម្មណ៍អត់ចង់ធ្វើអីផ្សេងនោះទេគេហៅថា brain rot នោះឯងហើយរឿងដ៏គ្រោះថ្នាក់នោះនៅពេលដែលយើងមានអារម្មណ៍អស់នឹងហើយយើងចង់លុបបំបាត់វាតាមរយៈការអូស TikTok ថែមលេងហ្គេមថែមឬក៏ប្រើប្រាស់គ្រឿងញៀនរបស់យើងថែមនឹងខួរក្បាលយើងគឺនឹងបញ្ជូនប៉ូលីសទៅខាង pain ច្រើនទៅហើយអាចចិញ្ចៀង pleasure pain នឹងគឺនឹងផ្អៀងទៅម្ខាងជ្រុលបាត់ទៅហើយរហូតដល់ពេលមួយសូម្បីតែយើងអត់ធ្វើអីទាំងអស់ក៏យើងមានអារម្មណ៍អវិជ្ជមាននៅក្នុងខ្លួនដែរព្រោះតែអា dopamine system នឹងគឺវាខូច balance ហើយយើងកំពុងតែនៅក្នុងហៅថា low dopamine state នោះឯងជាធម្មតានៅក្នុងខួរក្បាលយើងគឺវាមាន dopamine baseline មួយដែលបញ្ចេញ dopamine គ្រប់វិនាទីដែលយើងដកទៅហើមនឹងឯងបើអត់ dopamine ទេយើងនឹងកម្រើកដៃកម្រើកជើងអត់រួចឡើយបន្តមកទៀតនៅពេលដែលយើងបញ្ចេញសកម្មភាពដែលយើងចូលចិត្តដូចជាញ៉ាំ fast food ឆ្ងាញ់អីចឹងអា dopamine នឹងគឺនឹងបញ្ចេញធ្វើយើងមានអារម្មណ៍ថា pleasure ហើយស្របពេលនឹងដូចចិញ្ចីងដែលខ្ញុំបង្ហាញចឹងខួរក្បាលរបស់យើងនឹងគឺនឹងបន្ថយអា dopamine receptor ទាញវាចុះមកក្រោមវិញនិងបង្កើតជាអារម្មណ៍អវិជ្ជមាននឹងឯងហើយវាក៏អត់ងើបមក baseline ដែរគឺវាថេរនៅក្រោមមួយរយៈសិនរួចនៅពេលដែលយើងធ្វើសកម្មភាពនឹងទៀតដើម្បីប្រឆាំងអារម្មណ៍អវិជ្ជមាននឹងគឺនឹងកាន់តែជ្រៅទៅដល់ដំណាក់កាលមួយដែលយើងធ្វើសកម្មភាពនឹងឬក៏ញ៉ាំអាហារនឹងមិនមែនដើម្បីអារម្មណ៍ល្អទេនោះទេគឺដើម្បីតែមានអារម្មណ៍ធម្មតាតែប៉ុណ្ណោះបើមិនអញ្ចឹងទេយើងនឹងគឺនឹង stress ធុញខ្ជិលខ្សោះខ្លួនអីជាដើមមានការងារធ្វើមានកាតព្វកិច្ចត្រូវបំពេញតែបែរជាអត់មាន motivation ទៅធ្វើវាសោះដូចជាអ្នកញៀនបារីអញ្ចឹងនរណាក៏ដឹងដែរថាជក់បារីអត់ល្អទេប្រឈមនឹងជំងឺ100មុខឯណោះប៉ុន្តែគឺនៅតែជក់ទៀតហើយនៅពេលដែលយើងស្វែងយល់ដឹងពីអា system dopamine នឹងហើយគឺយើងបានឃើញហើយថានៅពេលដែលគាត់អត់ជក់អារម្មណ៍របស់គាត់នឹងគឺនៅបានក្រោម baseline ដែលពោពេញដោយ pain stress ឈឺក្បាលវិលមុខអត់ស្រួលខ្លួនជូរមាត់ញ័រសាច់អីចឹងហើយការជក់បារីរបស់គាត់នឹងលែងធ្វើឲ្យមានអារម្មណ៍ល្អទៀតដែរគឺដើម្បីឲ្យជួយមានអារម្មណ៍រៀងធម្មតាវិញតែប៉ុណ្ណោះប៉ុន្តែដូចជាយើងបានឃើញចឹងកាន់តែជក់គឺយើងកាន់តែធ្លាក់មកខាងក្រោមហើយកាន់តែធ្លាក់មកខាងក្រោមយើងនៅតែចង់ជក់ថែមទៀតគឺវិលជុំរហូតឥឡូវសំណួរសួរថាតើយើងគួរដោះស្រាយបញ្ហានឹងដោយរបៀបណាហើយទាំងនេះគឺជាដំណាក់កាលមួយចំនួនដែលយើងត្រូវតែឆ្លងកាត់ក្នុងការដកស្រង់ខ្លួនឯងចេញពីអណ្ដូងនៃការញៀនដូប៉ាមីននឹង step ទី1សាមញ្ញជាងគេប៉ុន្តែក៏ពិបាកជាងគេដែរគឺកាត់ផ្ដាច់ឬក៏ឈប់បន្ថែមសកម្មភាព pleasure activity ដែលយើងញៀនតែងតែធ្វើនឹងហើយប្រកបណាស់នៅពេលដែលយើងកែប្រែទម្លាប់ចាស់រាប់ខែរាប់ឆ្នាំនឹងដឹងតែអត់ស្រួលនៅក្នុងខ្លួនតែម្ដងប៉ុន្តែយើងនឹងគឺត្រូវតែ embrace discomfort គឺរៀនទទួលយកអាភាពអត់ស្រួលនឹងព្រោះថាចុងក្រោយខួរក្បាលរបស់យើងគឺវាត្រូវការ balance ហើយនៅពេលដែលយើងឈប់បន្ថែមpleasure activity នឹងវានឹងត្រឡប់ឡើងមកវិញម្ដងបន្តិចហើយដំបូងប្រកបណាស់គឺវារៀងលំបាកប៉ុន្តែយូរទៅវានឹងរៀងស្រួលទៅហើយនៅពេលដែលយើងឡើងមកដល់ baseline វិញអារម្មណ៍របស់យើងនឹងក៏នឹងចាប់ផ្ដើមល្អវិញដោយមិនចាំបាច់ត្រូវការសកម្មភាពអស់នឹងទៀតនោះទេអ្នកនិពន្ធក៏បាននិយាយផងដែរថា pain is the pathway to balance step ទី2គឺ accept boredom ឬក៏ទទួលយកអារម្មណ៍ធុញនៅស្ងៀមអត់ធ្វើអីទាំងអស់ហ្នឹងមនុស្សសម័យឥឡូវហ្នឹងគឺអត់ធ្វើអីទាំងអស់លេងចង់កើតហើយសូម្បីតែជិះម៉ូតូឈប់ stop 30វិនាទីក៏ទាញទូរស័ព្ទមកចុចកើតដែរប៉ុន្តែការពិតទៅអាពេលដែលយើងនៅស្ងៀមហ្នឹងខួរក្បាលយើងគឺនឹងបានសម្រាកហើយអាគំនិត creativity ជាច្រើនក៏កើតឡើងនៅពេលដែលយើងនៅស្ងៀមអត់ធ្វើអីហ្នឹងដែរអ្នកវិទ្យាសាស្ត្រគឺបានស្រាវជ្រាវឃើញពីអត្ថប្រយោជន៍ច្រើនមែនទែនទាក់ទងនឹង meditation ឬក៏ការសមាធិអត់ធ្វើអីទាំងអស់ផ្ដោតទៅលើដង្ហើមចេញចូលរបស់យើងត្រឹមតែមួយថ្ងៃ10ឬ
ក៏15នាទីគឺអាចជួយជាប្រយោជន៍យ៉ាងច្រើនមែនទែនដូចជាបន្ថយ depression anxiety ដល់ទៅ20% ជួយដល់ការផ្ដោតអារម្មណ៍រឿង focus បានច្រើនជាងមុនជាពិសេសគឺបង្កើន motivation យើងចង់ឲ្យទៅធ្វើការមានប្រយោជន៍អភិវឌ្ឍខ្លួននឹងឯង step ទី3គឺ do hard thing ឬក៏ធ្វើរឿងដែលពិបាកត្រឡប់ទៅកាន់អាចញ្ជិញ pain pleasure វិញនៅពេលដែលយើងសង្កត់ទៅលើ pleasure ខួរក្បាលរបស់យើងនឹងគឺនឹងបង្កើន pain មកផងដែរផ្ទុយទៅវិញបើយើងសង្កត់ទៅលើ pain ឬក៏ធ្វើអីដែលពិបាកខួរក្បាលយើងក៏នឹងបញ្ចេញប៉ូលីសទៅសង្កត់ខាង pleasure វិញដូចគ្នាចឹងហើយបានជារាល់ពេលដែលយើងធ្វើរឿងដែលពិបាករឿងដែលយើងអត់ចង់ធ្វើហ្នឹងយើងតែងតែមានអារម្មណ៍ល្អបន្ទាប់ពីធ្វើវាហើយឧទាហរណ៍រឿងសាមញ្ញដូចជាបោកខោអាវលាងចានចុះគឺធុញអត់ចង់ធ្វើឈឺចង្កេះឈឺខ្នងអីជាដើមប៉ុន្តែនៅពេលដែលយើងធ្វើវាហើយគឺដឹងតែធូរទ្រូងសប្បាយចិត្តហ្មងហើយរឿងពិបាកផ្សេងទៀតដូចជាការទៅហាត់ប្រាណការទៅរត់អង្គុយអានសភៅដោយអត់ធ្វើអីសោះអង្គុយធ្វើការធ្វើ assignment ទៅសេរបាយការណ៍បោសសម្អាតជូតផ្ទះឬក៏ប្រភេទសកម្មភាពផ្សេងទៀតដែលយើងអត់ចង់ធ្វើយើងគិតថាពិបាកធុញហ្នឹងនៅពេលធ្វើវាហើយយើងនឹងមានអារម្មណ៍ល្អព្រោះតែវាគឺជា dopamine ដែលឆ្លងកាត់ effort ឬក៏ឆ្លងកាត់ការខិតខំធ្វើការដើម្បីទទួលបានវាមិនមែនជាប្រភេទ cheap dopamine ដែលអត់ឆ្លងកាត់ effort ដូចជាទាញទូរស័ព្ទមកចុចអីនោះទេយុទ្ធសាស្ត្រមួយទៀតដែលឥឡូវឃើញគេនិយមប្រើមែនទែនគឺការត្រាំទឹកកកឬក៏មួយទឹកត្រជាក់ការដែលធ្វើបែបហ្នឹងគឺយើងធ្វើឲ្យរាងកាយមានអារម្មណ៍រឿងពិបាកឈឺចាប់ប៉ុន្តែនៅពេលដែលយើងចេញមកវិញ dopamine គឺចាប់ផ្ដើមបញ្ចេញមកធ្វើឲ្យយើងមានអារម្មណ៍ល្អស្រស់ស្រាយបានយូរបើសិនជាខ្ញុំត្រូវសង្ខេបសភៅមួយក្បាលហ្នឹងទៅជាប្រយោគពីរឃ្លាខ្ញុំបាននិយាយបានថាយើងត្រូវតែបង្កើតទម្លាប់ជំរុញខ្លួនឯងឲ្យធ្វើរឿងដែលពិបាកមុនស្រួលតាមក្រោយហើយជៀសវាងរឿងណាដែលស្រួលមុនហើយពិបាកក្រោយ step ទី4គឺអត់ធ្មត់រងចាំជាធម្មតានៅពេលដែលយើងកាត់ផ្ដាច់ទម្លាប់អាក្រក់ឬក៏សកម្មភាពដែលយើងដាំមករាប់ខែរាប់ឆ្នាំមកនេះគឺមិនមែនជារឿងងាយស្រួលឡើយជាមធ្យមវាគឺត្រូវការពេលខ្ទង់4អាទិត្យឬក៏30ថ្ងៃអីដែរដើម្បីឲ្យ dopamine system របស់យើងនឹងត្រឡប់មកមានតុល្យភាពឡើងវិញមួយអាទិត្យពីអាទិត្យដំបូងប្រកបណាស់គឺពិបាកមែនតើប៉ុន្តែចូលដល់អាទិត្យទី3ទី4ទី5ហើយយើងនឹងចាប់ផ្ដើមមានអារម្មណ៍ល្អឡើងមកវិញហើយដល់ពេលហ្នឹងជីវិតប្រចាំថ្ងៃក៏រៀងប្រសើរឡើងបរិយាកាសជុំវិញខ្លួនក៏ហាក់ដូចជារៀងស្អាតជាងមុនបទចម្រៀងក៏ចាប់ផ្ដើមពីរោះជាងមុនអារម្មណ៍យើងក៏រៀងស្រស់ស្រាយឆាប់សប្បាយចិត្តយើងមាន motivation ចង់ធ្វើនេះចង់ធ្វើនោះចង់រត់ម៉ារ៉ាតុងចង់រៀនចិនចង់បង្កើតមាតិកាចង់ធ្វើជា content creator ចង់កម្មង់អីវ៉ាន់រៀនលក់ online អីចឹងទៅនិយាយទៅគឺយើងចាប់ផ្ដើម excited ជាមួយជីវិតរបស់យើងចង់អភិវឌ្ឍខ្លួនឲ្យប្រសើរឡើងនឹងហើយគឺជាប្រព័ន្ធ dopamine system ធម្មជាតិដែលវា design ឡើងមកក្នុងខួរក្បាលយើងនឹងឯងហើយ step ចុងក្រោយហ្នឹងគឺ balance ឬក៏តុល្យភាពវីដេអូមួយនេះមិនមែនតម្រូវឲ្យអ្នកទាំងអស់គ្នាឈប់ប្រើទូរស័ព្ទឈប់លេង social media ឬក៏ឈប់មើល YouTube ឈប់លេង game ទាំងស្រុងអីនោះទេប៉ុន្តែបើសិនជាយើងញៀនវារហូតដល់វាប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរហូតដល់អត់ចង់ធ្វើអីផ្សេងហ្នឹងប្រកបណាស់យើងត្រូវតែកាត់ផ្ដាច់វាសិនដែលយើងហៅថា dopamine fast ឬក៏ dopamine detox ហ្នឹងឯងរួចក្រោយពេលដែលយើងមានម្ចាស់ការលើខ្លួនឯងហើយយើងអាចបង្កើតច្បាប់ឬក៏កំណត់កម្រិតពេលវេលាដែលយើងធ្វើវាឧទាហរណ៍រឿង game ដូចជាថាមួយអាទិត្យ7ថ្ងៃគឺយើងលេងតែថ្ងៃចុងសប្តាហ៍សៅរ៍អាទិត្យអីចឹងទៅហើយយើងបង្កើតច្បាប់អត់លេង game ម្នាក់ឯងឲ្យជួ game នោះទេតើតែមានមិត្តភក្តិលេងជាមួយបានយើងលេងគឺយើងអាចសើចសប្បាយជាមួយគ្នាបង្កើតមិត្តភាពឲ្យកាន់តែជិតស្និទ្ធអីជាដើមស្រោមមកវិញបន្ទាប់ពីអានសភៅហ្នឹងហើយខ្ញុំគឺបានភ្លឺភ្នែកមែនទែនពីសកម្មភាពប្រចាំថ្ងៃហេតុអីក៏អត់សូវចង់ធ្វើអីអត់មានអារម្មណ៍អីក្នុងខ្លួនចង់តែដេកចុចទូរស័ព្ទឬក៏មានការងារធ្វើដឹងតែការងារសំខាន់ហើយនៅតែពជាពេលអត់ព្រមធ្វើទៀតគឺមកពី dopamine system ហ្នឹងគឺកំពុងតែដុនដាបមែនទែនសង្ឃឹមថាវីដេអូមួយនេះមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាចុច like និង subscribe បើសិនជាចង់បានវីដេអូបែបហ្នឹងទៀតបាយបាយ